បងប្អូនទេសនាគ្រប់គ្នាសមរភូមិនៅតាមតំបន់ព្រំដែនថៃភូមាពេលនេះកំពុងតែឡើងកម្ដៅខ្លាំងឡើងសាជាថ្មីទៀតហើយនៅក្រោយពេលលោកប្រធានាធិបតីមីនអងឡាំងបានទៅបំពេញដំណើរទស្សនកិច្ចនៅឯប្រទេសរុស្ស៊ីហើយបានជួបជាមួយនឹងលោកពូទីនផងនោះយ៉ាងណាក៏ដោយតាមសារព័ត៌មានមីយ៉ាន់ម៉ាដេដែលផ្សព្វផ្សាយជាភាសាអង់គ្លេសបានរៀបរាប់ឲ្យដឹងថាគោលបំណងរបស់លោកមីនអងឡាំងទៅជួបលោកពូទីននោះគឺដើម្បីស្វះស្វែងរកការគាំទ្រពីទូតបរទេសគាំទ្រលោកដើម្បីឲ្យមានគេមើលឃើញលោកមីនអងឡាំងនេះជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ាមួយរូបឲ្យមានមុខមានមាត់នៅលើឆាកអន្តរជាតិដូចគេដូចឯងប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើយោងតាមការរៀបរាប់ឲ្យដឹងពីសារព័ត៌មានមីយ៉ាន់ម៉ានោះក្នុងទេសនាផ្លូវការទូតរបស់លោកប្រធានាធិបតីមីនអងឡាំងនេះក៏មានបំណងទៅជួបលោកប្រធានាធិបតីចិនស៊ីជីនពីងផងដែរដើម្បីស្វះស្វែងរកការគាំទ្រពីបងធំជាចិនផងនោះប៉ុន្តែយ៉ាងណាក៏ដោយរីឯនៅតំបន់ព្រំដែនរវាងប្រទេសថៃនិងប្រទេសភូមានោះវាក៏នៅคล้ายជាតំបន់សមរភូមិក្តៅគគុកដោយខាងភាគីទ័ពព្រៃភូមានោះបានប្រយុទ្ធតស៊ូជាមួយនឹងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានោះគឺមិនទាន់ចុះចាញ់មិនទាន់ចុះញោមថមថយគ្នានោះឡើយដោយកងកម្លាំងនៃទ័ពព្រៃការ៉េននៅតែបន្តបើកការវាយប្រយុទ្ធប្រហារយ៉ាងខ្លាំងក្លាទៅលើកងទ័ពរដ្ឋាភិបាលភូមានោះឥតស្រាកស្រាននោះឡើយជាពិសេសនៅក្រោយពេលជំនួបរវាងលោកប្រធានាធិបតីមីនអងឡាំងជួបជាមួយនឹងលោកពូទីននោះរីឯខាងកងទ័ពព្រៃភូមាឯនេះវិញក៏រឹតតែធ្វើការវាយបោះយ៉ាងខ្លាំងក្លានិងទ្វេដងព្រមទាំងក៏ការភ្ញាក់ផ្អើលទៅដល់ក្រុមប្រជាជនសៀមដែលរស់នៅតាមតំបន់ព្រំដែនជួបគ្នាជាមួយនឹងប្រទេសភូមានោះដោយពួកក្រុមអ្នកភូមិសៀមតែងតែមានសេចក្តីភិតភ័យទុកព្រួយទាំងយប់ទាំងថ្ងៃតែម្ដងដោយខ្លាចនៅគ្របកំភ្លើងគ្របផ្លងបាញ់ពីភាគីភូមាហើយគ្របសឹកទាំងអស់នោះបានផ្លងធ្លាក់ចូលទៅក្នុងតំបន់ភូមិឋានរស់នៅរបស់ប្រជាជនសៀមអស់ជាច្រើនតំបន់និងច្រើនកន្លែងបានធ្លាក់បុកទៅនឹងជញ្ជាំងផ្ទះរបស់អ្នកភូមិសៀមបណ្ដាលឲ្យបែកធ្លុះធ្លាយហួចខាតយ៉ាងដំណំតែទោះបីយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍មេទ័ពប្រចាំតំបន់ភូមិភាគ4របស់ប្រទេសសៀមបានបញ្ជាឲ្យទាហានសៀមយាមកាមយ៉ាងម៉ឺងម៉ាត់ដោយខ្លាចទ័ពព្រៃការ៉េនភូមានោះចូលប្លន់អ្នកភូមិសៀមជាដើមជាពិសេសមានទៀងកងកម្លាំងនគរបាលសៀមព្រំដែនដើម្បីជួយទប់ស្កាត់នៅស្ថានភាពដ៏ក្តៅគគុកជាមួយនឹងពួកក្រុមកងទ័ពសៀមផងនោះ